ជាទីគោរពនេះគឺជារូបភាពនៅក្នុងសង្វៀនមិត្តភាពប្រដាល់ក្បាច់ខ្មែរបុរាណជាលក្ខណៈអន្តរជាតិនៅក្នុងសង្វៀនមិត្តភាពខារ៉ាបាវថ្ងៃនេះលោកអ្នកកំពុងតែទស្សនាការផ្សាយផ្ទាល់ទៅគ្រប់គេហដ្ឋានរបស់លោកអ្នកដែលរូបភាពទាំងស្រុងយើងផ្សាយទៅគ្រប់គេហដ្ឋានរបស់លោកអ្នកចេញពីស្ទីឌីយោរបស់ទូរទស្សន៍បាយ័នស្ទឹងមានជ័យដែលមានការចូលរួមត្រួយយ៉ាងច្រើនសម្បើមបំផុតពីសំណាក់ពុកម៉ែបងប្អូនភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកជារៀងរាល់សប្តាហ៍យើងបានដឹងហើយថាក្បាច់ខ្មែរបុរាណគឺជាគេមរតកជាតិរបស់បុព្វបុរសដូនតាដែលបន្សល់ទុកឲ្យកូនខ្មែរគ្រប់ជំនាន់ថ្ងៃនេះក្បាច់ខ្មែរបុរាណបានបង្ហាញទៅគ្រប់គេហដ្ឋានរបស់លោកអ្នកនិងជុំវិញពិភពលោកសម្រាប់ការប្រកួតដកស្រង់បច្ចេកទេសជាមួយនឹងមិត្តរួមអាជីពដែលបានអញ្ជើញមកពីបរទេសផងដែរថ្ងៃនេះវត្តមានរបស់ខ្ញុំបាទឌីជាលុយហើយនឹងអតីតអ្នកប្រដាល់គឺវ៉ាន់វិវ៉ាដែលមានវត្តមានធ្វើជាអ្នកអត្ថាធិប្បាយជូនលោកអ្នកទស្សនានៅគ្រប់គេហដ្ឋានកំពុងតែទទួលយករូបភាពមុននឹងធ្វើការប្រកួតនាពេលបន្តិចទៀតនេះហើយដោយអ្វីដែលយើងបានជម្រាបជូនឲ្យដែរថារដូវកាលទី1ម្ចាស់ខ្សែក្រវ៉ាត់ជើងឯកបានរកឃើញទី2ក៏បានបញ្ចប់រដូវកាលទី3នឹងបានបើកក្នុងពេលឆាប់ៗនេះហើយដើម្បីជ្រើសរើសយកជើងឯកក្បាច់ខ្មែរបុរាណនៅក្នុងរដូវកាលទី3របស់ម្ចាស់ខ្សែក្រវ៉ាត់ភេសជ្ជៈពៅកម្លាំងខារ៉ាបាវនិងទឹកប្រាក់ផងដែរវគ្គក្រោយនេះយើងជឿជាក់ថាសហព័ន្ធកីឡាប្រដាល់កម្ពុជារួមជាមួយនឹងទូរទស្សន៍បាយ័នប្រធានគ្រប់គ្រងកម្មវិធីប្រដាល់ហើយនឹងភេសជ្ជៈពៅកម្លាំងខារ៉ាបាវបានបដិញ្ញាយ៉ាងមោះមុតចំពោះលោកអ្នកដែលស្នេហាវិស័យកីឡាប្រដាល់សម្រាប់រដូវកាលទី3ធ្វើយ៉ាងណាឲ្យកីឡាករកម្ពុជាវគ្គចុងក្រោយជួបជាមួយនឹងកីឡាករថៃឲ្យបានដាច់ខាតក្នុងការកែតម្រូវរូបមន្តនៃការប្រកួតបន្តិចដើម្បីធ្វើការប្រកួតវគ្គផ្ដាច់ព្រាត់ជាការសំណូមពររបស់ពុកម៉ែបងប្អូនអ្នកដែលស្នេហាវិស័យកីឡាប្រដាល់ជារៀងរាល់សប្តាហ៍ចង់ឃើញកំពូលអ្នកប្រដាល់របស់ព្រះរាជាណាចក្រកម្ពុជាជួបជាមួយនឹងអ្នកប្រដាល់របស់ថៃនៅវគ្គដាច់ព្រាត់ដណ្ដើមយកខ្សែក្រវ៉ាត់និងថវិកាផ្ទាល់តែម្ដងដូច្នេះសហព័ន្ធកីឡាប្រដាល់កម្ពុជាជាមួយនឹងទូរទស្សន៍បាយ័ននិងភេសជ្ជៈពៅកម្លាំងខារ៉ាបាវបានរួមគ្នាជាឯកច្ឆន្ទជាមួយនឹងកីឡាករទាំងពីរខាងទាំងកម្ពុជានិងថៃទាំងប្រតិភូរបស់កម្ពុជានិងថៃបានសម្រេចជាឯកច្ឆន្ទបានកែតម្រូវនៅរូបមន្តបន្តិចបន្តួចដើម្បីធ្វើយ៉ាងណាឲ្យកីឡាករធ្វើការប្រកួតនៅរដូវកាលទី3នេះវគ្គកម្ពុជាជួបជាមួយថៃ 100% ទៅតាមសំណុំពររបស់លោកអ្នកដែលស្នេហាវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណសូមអបអរសាទរនេះគឺជាមោទនភាពបំផុតសម្រាប់ការគ្រប់គ្រងរបស់ពុកម៉ែបងប្អូនទៅតាមសំណុំពរនៃការរៀបចំនៃការប្រកួតជារៀងរាល់សប្តាហ៍ហើយនឹងឆ្ពោះទៅដណ្ដើមខ្សែក្រវ៉ាត់របស់ភេសជ្ជៈពៅកម្លាំងខារ៉ាបាវរដូវកាលទី3នឹងបើកក្នុងពេលឆាប់ៗនេះហើយដូច្នេះសូមលោកអ្នករងចាំតាមដានទស្សនាថាតើការបើកជាផ្លូវការសម្រាប់ការប្រកួតនៅក្នុងរដូវកាលទី3នេះមានកីឡាករប្រមាណរូបស្ថិតនៅក្នុងការប្រើប្រាស់ទម្ងន់ប៉ុន្មានគីឡូក្រាមសម្រាប់ធ្វើការប្រកួតនៅក្នុងសង្វៀនខារ៉ាបាវដើម្បីក្លាយទៅជាជើងឯកមុននឹងធ្វើការប្រកួតយើងខ្ញុំសូមថ្លែងអំណរគុណដល់ភេសជ្ជៈពៅកម្លាំងខារ៉ាបាវដែលបានចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណគេមរតកជាតិជាពិសេសផ្ដល់ឱកាសឲ្យកីឡាករកម្ពុជាទាំងរលកក្រោយហើយនឹងទម្ងន់មធ្យមហើយនឹងកម្ពុជាអ្នកប្រដាល់ទាំងអស់ឲ្យមានឱកាសធ្វើការប្រកួតជាលក្ខណៈដកស្រង់បច្ចេកទេសមិត្តភាពជាមួយនឹងកីឡាករបរទេសដើម្បីជំរុញឲ្យកីឡាកររលកក្រោយហើយនឹងកីឡាករនៅស្ថិតនៅក្នុងការគ្រប់គ្រងកម្រិតប្រជុំឲ្យឆ្ពោះទៅការអភិវឌ្ឍនិងរីកចម្រើនដើម្បីឲ្យពិភពលោកទទួលស្គាល់និងមានភាពក្លាហានតស៊ូនៅលើការប្រកួតលើសង្វៀនរបស់យើងភេសជ្ជៈពៅកម្លាំងខារ៉ាបាវបានជម្រាបជូនឲ្យថានៅពេលដែលលោកអ្នកធ្វើការអស់កម្លាំងនឿយហត់បើកបរផ្លូវឆ្ងាយគិតច្រើនអានសៀវភៅច្រើនសូមកុំភ្លេចភេសជ្ជៈពៅកម្លាំងខារ៉ាបាវកំពង់វែងថ្មីហើយស្លីមឆ្ងាញ់គ្មានគូប្រៀបបន្សាបជាតិស្វឹងបានយ៉ាងឆាប់រហ័សសម្បូរដោយវីតាមីន B12 និង B6 ជំនួយកម្លាំងជំនួយស្មារតីជំនួយខួរក្បាលជំនួយភ្នែកបើកបរប្រកបដោយសុវត្ថិភាពមិនងងុយគេងអាចលាយជាមួយស្រាបៀរបានទៀតផងសូមកុំភ្លេចទិញខារ៉ាបាវកំពង់វែងថ្ងៃនេះលោកអ្នកមានឱកាសឈ្នះរង្វាន់ម៉ូតូ500គ្រឿងលុយសុទ្ធ1លានរង្វាន់និងខារ៉ាបាវរាប់លានកំប៉ុងខារ៉ាបាវគាំទ្រវីរភាពម្ចាស់មេដាយមាសសនសៀវមីខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យនៅក្នុងនោះមានថ្នាំដុសធ្មេញផ្កាជូក2ថ្នាំដុសធ្មេញផ្កាជូក2ប្រើរូបមន្តដើមនាំមកនៅសព្វនភាពថ្មីធ្វើឲ្យដោយរក្សានៅគុណភាពនៃធាតុផ្សំចំនួន10មុខដែលមានតម្លៃសម្រាប់មាត់ធ្មេញរបស់លោកអ្នកព្រមទាំងជួយធ្វើឲ្យ
កាប់ជាបាល់រយៈស៊ីថ្មិញបំបត្តិស្រាវថ្មិញកាត់បន្ថយកំណក់កំបោរដោយសារតែការជក់បរិយទទួលទានតែកាហ្វេបំបត្តិក្លិនមាត់ធ្វើឲ្យថ្មិញសនិងស្រស់ស្រាយជានិច្ចប្រេងកាឡាតាប៉ែលាបបំបត្តិការរលាកភ្លើងសត្វល្អិតតិចឬខំអាចយកទៅកុសខ្យល់បំបត្តិអាការៈឈឺក្បាលបានយ៉ាងឆាប់រហ័សផងដែរទឹកត្រចៀកកម្មមាស10កំប៉ោងសំពីទឹកមាត់ត្រចៀកកម្មសុទ្ធ 100% ដើម្បីជួយប្រព័ន្ធកោសិកាថ្លើមនិងកាពះពោះវៀនអ្នកទឹកនោមផ្អែមក៏ពិសាបានដូចគ្នាកុំភ្លេចទិញទឹកត្រចៀកកម្មមាស10កំប៉ោងថ្ងៃនេះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ពី500រៀលដល់1លានរៀលរង្វាន់ម៉ូតូ Honda Dream ចំនួន100គ្រឿងថែមទៀតផងសូមប្រញាប់នឹងរស់រានឡើងការផ្ដល់ជូននេះមានចំនួនកំណត់ទឹកត្រចៀកកម្មមាស10កំប៉ោងផ្ដល់នូវសុខភាពដ៏មាំមួនភោជនីយដ្ឋាន Sparkle Thomanden ទីតាំងធំទូលាយគ្រប់រសជាតិមុខម្ហូបពោពេញទៅដោយឲ្យជារសឆ្ងាញ់បញ្ចូលតម្លៃ 50% ចាប់ពីម៉ោង 10 យប់តទៅសម្រាប់ស្រាបៀរនិងគ្រប់មុខម្ហូបលោកអ្នកបានទស្សនាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមានការចូលរួមសម្ដែងពីតារាល្បីៗទាំងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃជារៀងរាល់រាត្រីហើយទទួលរៀបចំពិធីខួបកំណើតជប់លៀងនិងពិធីផ្សេងៗទីតាំងចតយានយន្តដ៏ធំទូលាយទល់មុខនឹងស្ថានទូតចិនតាមបណ្ដោយមហាវិថីម៉ៅសេងតុងភោជនីយដ្ឋាន Sparkle Thomanden គឺជាមោទនភាពនៃទីក្រុងភ្នំពេញអូគីដេវីឡាលោកអ្នកទទួលបាននូវជីវិតដ៏ស្រស់ស្រាយពោពេញទៅដោយមោទនភាពហើយនឹងភាពល្អឥតខ្ចោះកើតឡើងដោយសារតែការសម្រាកជួបជុំក្រុមគ្រួសារនិងមិត្តភ័ក្តិនៅក្នុងភូមិគ្រឹះអូគីដេវីឡាមានវីឡាភ្លោះវីឡា Green ហើយនឹងអូគីដេវីឡាបងប្អូនអាចទំនាក់ទំនងតាមទូរស័ព្ទបាន088 53 88និង88 8បាទ85បងនៅនោះមានត្រីខសញ្ញាមកុដដែលជាអ្នកឧបត្ថម្ភនៅក្នុងកម្មវិធីរបស់យើងនេះគឺជាអត្ថប្រយោជន៍ដែលបានចូលរួមលើកស្ទួយវិស័យកីឡាបដាល់បងប្អូនទស្សនិកជននៅក្នុងសង្វៀនជាទីមេត្រីពេលវេលាសម្រាប់ការប្រកួតបានចូលមកដល់ហើយដូច្នេះសូមលោកអ្នកក្រឡេកទៅកាន់សង្វៀនប្រកួតសម្រាប់គូទី1ចាលោកលោកស្រីប្រិយមិត្តទស្សនិកជននិងទូរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីដើម្បីជាកិច្ចចាប់ផ្ដើមនៃការប្រកួតរវាងគូទី1នេះនាងខ្ញុំសូមអនុញ្ញាតបានជម្រាបជូនអំពីសមត្ថភាពរបស់កីឡាករគូពិសេសទី1ដូចតទៅបង្គោលក្រហមកីឡាករខឹមពេជ្រចិន្តាទម្ងន់63គីឡូក្រាម500ជាកីឡាករមកពីក្លឹបកីឡាប្រដាល់និរោធមានជ័យបង្គោលខៀវកីឡាករហ៊ួនសុកនីមទម្ងន់63គីឡូក្រាម500ដូចគ្នាជាកីឡាករមកពីក្លឹបកីឡាប្រដាល់មហិទ្ធិរិទ្ធតាដំបងដែកវត្តរូបសង្កែតអង្គក្រហមនេះឈ្មោះគេខំពេជ្រចិន្តាអាយុ27ឆ្នាំកម្ពស់ 1.65 m ទម្ងន់63គីឡូក្រាមភូមិកំណើតនៅភូមិចកឃុំចកស្រុករំដួលខេត្តស្វាយរៀងធ្លាប់ប្រកួតបាន163ដង162ដងឈ្នះចាញ់32ដងស្មើ8ដងគួរលើកចុងក្រោយជាមួយកីឡាករវងជីវងចាញ់តួវងជីវងជាកូនសិស្សលោកគ្រូអែបច័ន្ទសុផលមកពីក្លឹបនិរោធមានជ័យអង្គរខៀវហ៊ុនសុកនីមអាយុ25ឆ្នាំកម្ពស់ 1.70 m ទម្ងន់63គីឡូក្រាមមកពីភូមិពីមឃុំគោករកាស្រុកមុខកំពូលខេត្តកណ្ដាលធ្លាប់ប្រកួតបាន55ដងធ្លាប់ប្រកួតបាន53ដងឈ្នះ36ដងចាញ់16ដងស្មើម្ដងគួរលើកចុងក្រោយជាមួយកីឡាករច័ន្ទរក្សាឈ្នះដោយពិន្ទុមកពីក្លឹបតាដំបងដែកជាកូនសិស្សលោកគ្រូប៊ីសុភាពបាទទូរទស្សនិកជនបានជ្រាបពីប្រវត្តិសង្ខេបខ្លះហើយលោកវ៉ុនវិវាបានជម្រាបជូនញ៉ាកដាលដែលដឹកនាំការប្រកួតតម្រូវទៅលើពេជ្រសុផាន់កំពុងតែឲ្យកតិកាសម្រាប់ការប្រកួតក្បាច់ក្បែរបុរាណ
ការប្រកួតមាន5ទឹកក្នុងមួយទឹកមាន3នាទីសម្រាប់ការប្រកួតវាយ3សម្រាប់2ហាមតបប្រដាប់ការពារពុះលលាក្បាលអាញាកដាលឈប់បំបែកឈប់ប្រែតែឈប់ ត្រៀមហើយនឹងវាក៏ចឹងកពីក្រោយ ត្រៀមប្រុងព្រៀបប្រកួតគូពិសេសទី1ទឹកទី1